បាទសួស្តីបងប្អូនទាំងអស់គ្នាបាទខ្ញុំមាននៅវីដេអូថ្មីមួយបងប្អូនចង់បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាបាទរបៀបមើលទូរស័ព្ទ iPhone ថាជាប់ iCloud ឬក៏អត់ជាប់អញ្ចឹងបងប្អូនបាទអញ្ចឹងកុំឲ្យខាតពេលយូរពេលបងប្អូនចង់មើលបងប្អូនចុចពាក្យ setting មកបាទហើយបន្តមកបងយកអក្សរខាងលើហ្នឹងមកបងប្អូនមើលកន្លែងពាក្យហ្នឹងហើយពាក្យ iCloud នេះបាទមើលពីលើចុះក្រោមឃើញពាក្យ iCloud អញ្ចឹងមានន័យថាទូរស័ព្ទនោះគឺជាប់ Apple ID iCloud ដែរបងប្អូនបាទវាលោតពាក្យ 5G ហើយបើសិនជាទូរស័ព្ទអត់ជាប់ iCloud ទេគឺវាអត់លោតពាក្យ 5G ទេគឺលោតជាអក្សរអង់គ្លេសគេដាក់ពាក្យ set up នៅកន្លែងហ្នឹងបងប្អូនបាទនេះរបៀបមើលនេះគឺសម្រាប់ទូរស័ព្ទដែលយើងនៅបើកចេញទៅមើលអញ្ចឹងឧទាហរណ៍ថាយើងទិញពីគេមកយើងអត់ច្បាស់ថាទូរស័ព្ទហ្នឹងជាប់ iCloud ឬក៏អត់អញ្ចឹងបងប្អូនអាចឆែកមើលតាមខ្ញុំបានណាបងប្អូនបាទអញ្ចឹងទូរស័ព្ទនេះគឺជាប់ iCloud ដែរបងប្អូនបាទ iPhone 12 Pro Max នេះគឺជាប់ iCloud បងប្អូនបាទតែយើងនៅប្រើបានអញ្ចឹងណាបងប្អូនវា load ឲ្យយើងវាយ password ចូលដោយសារទូរស័ព្ទហ្នឹងជាប់ iCloud ហើយវាអត់ចាំ password អញ្ចឹងទៅវាជាប់អញ្ចឹងគឺវា load ឲ្យវាយលេខកូដ password ញ៉ៃច្រើនអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទសូមអរគុណច្រើនបងប្អូនបាទសួស្តីបងប្អូនទាំងអស់គ្នាបាទខ្ញុំមាននៅវីដេអូថ្មីមួយបងប្អូនចង់បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាបាទរបៀបមើលទូរស័ព្ទ iPhone ថាជាប់ iCloud ឬក៏អត់ជាប់អញ្ចឹងបងប្អូនបាទអញ្ចឹងកុំឲ្យខាតពេលយូរពេលបងប្អូនចង់មើលបងប្អូនចុចពាក្យ setting មកបាទហើយបន្តមកបងយកអក្សរខាងលើហ្នឹងមកបងប្អូនមើលកន្លែងពាក្យហ្នឹងហើយពាក្យ iCloud នេះបាទមើលពីលើចុះក្រោមឃើញពាក្យ iCloud អញ្ចឹងមានន័យថាទូរស័ព្ទនោះគឺជាប់ Apple ID iCloud ដែរបងប្អូនបាទវាលោតពាក្យ 5G ហើយបើសិនជាទូរស័ព្ទអត់ជាប់ iCloud ទេគឺវាអត់លោតពាក្យ 5G ទេគឺលោតជាអក្សរអង់គ្លេសគេដាក់ពាក្យ set up នៅកន្លែងហ្នឹងបងប្អូនបាទនេះរបៀបមើលនេះគឺសម្រាប់ទូរស័ព្ទដែលយើងនៅបើកចេញទៅមើលអញ្ចឹងឧទាហរណ៍ថាយើងទិញពីគេមកយើងអត់ច្បាស់ថាទូរស័ព្ទហ្នឹងជាប់ iCloud ឬក៏អត់អញ្ចឹងបងប្អូនអាចឆែកមើលតាមខ្ញុំបានណាបងប្អូនបាទអញ្ចឹងទូរស័ព្ទនេះគឺជាប់ iCloud ដែរបងប្អូនបាទ iPhone 12 Pro Max នេះគឺជាប់ iCloud បងប្អូនបាទតែយើងនៅប្រើបានអញ្ចឹងណាបងប្អូនវា load ឲ្យយើងវាយ password ចូលដោយសារទូរស័ព្ទហ្នឹងជាប់ iCloud ហើយវាអត់ចាំ password អញ្ចឹងទៅវាជាប់អញ្ចឹងគឺវា load ឲ្យវាយលេខកូដ password ញ៉ៃច្រើនអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទសូមអរគុណច្រើនបងប្អូន